យោងតាមព័ត៌មានខៅសតថៃឡែនបានប្រកាសថាជំនះជនជាតិខ្មែរក្រៅពីបោះបង្គោលរួចរាល់ការចរចានិងផ្ដោតលើការជំនះគ្រួសារខ្មែរជាង200គ្រួសារដែលរស់នៅក្រោមបន្ទាត់ក្រហមក្នុងទឹកដីដែលថៃបានអះអាងឲ្យចាក់ចេញពីតំបន់នោះនេះជាគោលដៅចុងក្រោយនៃប្រតិបត្តិការនេះដើម្បីទទួលបានការកាប់ដីធ្លីឡើងវិញជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីតាមដានបន្តសូមជួយ Subscribe Channel នេះខ្ញុំម្នាក់មួយដើម្បីទទួលបាននូវព័ត៌មានបន្ថែមទៀតខ្លឹមសារសង្ខេបស៊ីជម្រៅនៃការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិថៃណាត់បូណប៉ានិចសេចក្តីថ្លែងការណ៍របស់នាយឧត្តមសេនីយ៍ណាត់បូណប៉ានិចផ្ដោតសំខាន់លើការរឹតបន្តឹងការគ្រប់គ្រងព្រំដែនថៃកម្ពុជាជាពិសេសនៅតំបន់បាណង់ច័ន្ទនិងបាណង់យ៉ាកែវនៃខេត្តស្រះកែវដោយបង្ហាញពីជំហានយ៉ាងម៉ឺងម៉ាត់និងការលើកកម្ពស់កម្រិតយាមកាមអធិបតេយ្យភាពទី1ផែនការប្រតិបត្តិការព្រំដែនមាន3ជំហានដ៏តឹងរ៉ឹងជំហានទី1ការដោះមានរួចរាល់17វិច្ឆិកាបង្ហាញពីការរៀបចំបោះសម្អាតតំបន់ឲ្យរួចរាល់ជាមុននិងជំហានទី2ការបោះបង្គោលបណ្ដោះអាសន្នចាប់ផ្ដើមពីថ្ងៃទី19វិច្ឆិកាបញ្ចប់ពាក់កណ្ដាលខែធ្នូបង្គោលទាំងនេះនឹងត្រូវបានដាក់តាមបន្ទាត់ក្រហមដែលជាការកំណត់ព្រំដែនជាក់ស្ដែងរបស់ថៃទល់មុខនឹងបន្ទាត់ខៀវនេះជាការបង្កើតខ្សែបន្ទាត់ច្បាស់លាស់សម្រាប់ការគ្រប់គ្រងដែនដីនិងជំហានទី3ការជំនះជនជាតិខ្មែរក្រោយពីបោះបង្គោលរួចរាល់ការចរចានឹងផ្ដោតលើការជំនះគ្រួសារខ្មែរជាង200គ្រួសារដែលរស់នៅក្រោមបន្ទាត់ក្រហមក្នុងទឹកដីដែលថៃអះអាងឲ្យចាក់ចេញពីតំបន់នោះនេះជាគោលដៅចុងក្រោយនៃប្រតិបត្តិការនេះដើម្បីទទួលបានការកាន់កាប់ដីធ្លីឡើងវិញនិងទី2ការកាត់បន្ថយឥទ្ធិពលកម្ពុជានិងការកសាងសាក្សីអន្តរជាតិអញ្ជើញ AOT ថៃនឹងអញ្ជើញក្រុមអ្នកអង្កេតការអាស៊ាន AOT ឲ្យចូលរួមជាសាក្សីក្នុងប្រតិបត្តិការដោះមីននិងគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់កុំឲ្យកម្ពុជាបង្កើតស្ថានភាពដែលបង្កបញ្ហានិងយកទៅទាញផលប្រយោជន៍នេះជាយុទ្ធសាស្ត្រធ្វើឲ្យអន្តរជាតិទទួលស្គាល់សកម្មភាពរបស់ថៃជម្រាបបងប្អូនទាំងអស់គ្នាទាំងនេះដែរគឺជាព័ត៌មានដែលចេញមកដោយថៃបងប្អូនទាំងអស់គ្នាគឺនាងខ្ញុំចេញផ្សាយពី Page ខៅសត Thailand តែប៉ុណ្ណោះឥឡូវនេះយើងទៅតាមដានបន្ទាប់ថាតើថៃគេបាននិយាយអ្វីតទៅទៀតជំហានទី3ភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់យោធាបង្កើនការពារអធិបតេយ្យភាពលោកណាត់បូលបញ្ជាឲ្យកងកម្លាំងត្រៀមលក្ខណៈកម្រិតខ្ពស់បំផុតអនុវត្ត ROE ភ្លាមប្រសិនបើកងកម្លាំងកម្ពុជាឆ្លងកាត់ខ្សែប្រតិបត្តិការត្រូវអនុវត្តច្បាប់នៃការចូលរួម ROE ភ្លាមទី1ព្រមមានពាក្យសម្ដីនិងទី2បាញ់ព្រមមានបើមិនព្រមចាក់ចេញនិងទី3បាញ់ផ្ទាល់បើនៅតែរំលោភម្ដងទៀតនេះបង្ហាញពីការបង្កើនកម្រិតអត់ធ្មត់ដល់កម្រិត0នៅតាមខ្សែបន្ទាត់ដែលកំណត់ថ្មីពិតជាលយមែនទែនគេគម្រាមយើងតែម្ដងណាបងប្អូនទាំងអស់គ្នាចំណុចទី4ចំហការទូតដឹងមមនិងការថ្កោលទោសរិះគន់ការប្រើប្រាស់ថៃថ្កោលទោសកម្ពុជាចំពោះការប្រើប្រាស់អតីតឆ្លើយសឹកថៃដែលត្រូវបានដោះលែងឲ្យត្រឡប់ទៅប្រយុទ្ធវិញដោយចាត់ទុកជាការរំលោភលើអនុសញ្ញាសឺណែវនិងអនុសញ្ញាអូតាវ៉ាគោលដៅការទូតទោះមិនអាចចាត់វិធានការដាច់ខាតថៃនឹងបន្តថ្កោលទោសដើម្បីធ្វើឲ្យកម្ពុជាបាត់បង់ការទទួលស្គាល់និងភាពជឿជាក់ជាអន្តរជាតិនៅចំណុចទី5យន្តការសម្រាប់ចិត្តថ្មីនិង GBC គណៈកម្មាធិការគោលដៅនយោបាយសន្តិសុខព្រំដែនត្រូវបានបង្កើតឡើងដោយនាយករដ្ឋមន្ត្រីរួមថ្នាក់ដឹកនាំកម្ពុជាជាច្រើនដើម្បីពិភាក្សាបញ្ហាសន្តិសុខក្នុងរង្វង់តូចមួយមុននឹងដាក់ជូន NSC សម្រាប់ការសម្រេចចិត្តលឿននិងប្រសើរជាងមុន GBC ត្រូវតែធ្វើតាមបញ្ជាគណៈរដ្ឋមន្ត្រីទោះបីជានាយឧត្តមសេនីយ៍ណាត់បូធ្លាប់ប្រកាសថានឹងមិននិយាយជាមួយភាគីកម្ពុជាប្រសិនបើមិនអនុវត្តតាមកិច្ចព្រមព្រៀងក៏ដោយក៏លោកត្រូវតែអនុវត្តតាមបទបញ្ជាថ្មីរបស់គណៈរដ្ឋមន្ត្រីដែលចាត់តាំង GBC ឲ្យជួបប្រជុំប្រធានបទប្រជុំ GBC ខាងមុខនេះនឹងកំណត់ត្រឹមតែបញ្ហាការជំនះប្រជាជនចេញពីតំបន់បាណង់ច័ន្ទប៉ុណ្ណោះសរុបមកសេចក្តីថ្លែងការណ៍នេះបង្ហាញពីការបដិញ្ញាចិត្តរបស់ថៃក្នុងការកំណត់និងអនុវត្តការគ្រប់គ្រងព្រំដែនដែលឯកតោភាគីនៅតំបន់ដែលមានចំនួនដោយប្រើប្រាស់យន្តសាស្ត្រយោធាការទូតច្បាស់លាស់និងមានការគ្រប់គ្រងពីថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសសូមជម្រាបបងប្អូនទាំងអស់គ្នាសម្រាប់ព័ត៌មានដែលខ្ញុំបាននិយាយមុននេះគឺជាព័ត៌មានដែលខ្ញុំបានសង្ខេបពីព័ត៌មានដែលចុះផ្សាយពី Page ថៃខៅសតឥឡូវនេះយើងមកបកប្រែពីPage ខៅសតតែម្ដងណាត់បូលប្រកាសថាក្រោយការបោះបង្គោលបណ្ដោះអាសន្ននៅបឹងនងច័ន្ទរួចរាល់ខ្មែរត្រូវចាក់ចេញពីតំបន់នោះដោយបញ្ជាឲ្យបង្កើនកម្រិតការពារអធិបតេយ្យភាពនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នៅឯអគ្គបញ្ជាការកងទ័ពភូមិន្ទថៃនាយឧត្តមសេនីយ៍ណាត់បូលណប៉ានិចរដ្ឋមន្ត្រីក្រសួងការពារជាតិបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិនិងបានថ្លែងថា
ការដោះស្រាយបញ្ហាព្រំដែនថៃកម្ពុជាដែលបច្ចុប្បន្នកំពុងស្ថិតក្នុងអំឡុងពេលនៃការផ្អាកកិច្ចព្រមព្រៀងនិងការអនុវត្តសេចក្តីប្រកាសមានបញ្ហាសំខាន់ពីរសម្រាប់កងកម្លាំងប្រដាប់អាវុធការដោះមានតាមព្រំដែនដែលអធិបតេយ្យភាពរបស់ថៃនិងការគ្រប់គ្រងតំបន់ព្រំដែនជាពិសេសនៅតំបន់បាណង់ច័ន្ទនិងបាណង់យ៉ាកែវស្រុកខូកសងខេត្តស្រះកែវនេះត្រូវបានបែងចែកជា3ជំហានការដោះមានត្រូវបានបញ្ចប់នៅថ្ងៃទី17 ខែវិច្ឆិកាការបោះបង្គោលបណ្ដោះអាសន្នបានចាប់ផ្ដើមនៅថ្ងៃទី19 ខែវិច្ឆិកាបង្គោលបណ្ដោះអាសន្ននឹងត្រូវបានបោះនៅតាមបន្ទាត់ក្រហមដែលអាចមើលឃើញនៅតាមបន្ទាត់ខៀវតាមបណ្ដោយព្រំដែននេះនឹងចំណាយពេល1ខែហើយនឹងបញ្ចប់នៅពាក់កណ្ដាលខែធ្នូបន្ទាប់ពីបានបញ្ចប់ការចរចានឹងបន្តទៅលើការកែសម្រួលការកាន់កាប់ដីធ្លីនេះមានន័យថាគ្រួសារកម្ពុជាជាង200គ្រួសារដែលរស់នៅក្រោមបន្ទាត់ក្រហមត្រូវតែចាក់ចេញពីតំបន់នោះវិធីសាស្ត្រនេះសម្រាប់ការចាក់ចេញរបស់ពួកគេត្រូវបានចរចាកាលពីម្សិលមិញនៅថ្ងៃទី18 ខែវិច្ឆិកាគណៈរដ្ឋមន្ត្រីបានអនុម័តឲ្យគណៈកម្មាធិការព្រំដែនទូទៅថៃកម្ពុជា GBC ទទួលខុសត្រូវលើបញ្ហានេះលើពីនេះលោកបានសង្កត់ធ្ងន់ទៅលើអង្គភាពនានាថាប្រតិបត្តិការរួមទាំងការដោះមីននិងការគ្រប់គ្រងតំបន់ព្រំដែនគួរតែមានការអញ្ជើញក្រុមអង្គការអាស៊ាន AOT ឲ្យចូលរួមជាសាក្សីដើម្បីទប់ស្កាត់កម្ពុជាពីការបង្កើនស្ថានភាពដោយដែលពួកគេបានធ្វើការពីអតីតកាលហើយបន្ទាប់មកទាញយកផលប្រយោជន៍នេះនឹងភ្ជាប់ជាមួយនឹងការយកចិត្តទុកដាក់ចំពោះបុគ្គលិកតាមព្រំដែនតាមរយៈគម្រោងទឹកហូរភ្លើងភ្លឺផ្លូវល្អអ៊ីនធឺណិតរបស់អនុរដ្ឋក្រសួងការពារជាតិដែលទើបតែត្រូវបានអនុវត្តនៅក្នុងកងកម្លាំងប្រតិបត្តិការ8ប៉ុន្តែដំបូងឡើយផ្ដល់អាទិភាពដល់តំបន់ភាគខាងកើតនាយឧត្តមសេនីយ៍ណាត់បូលបានបន្ថែមថាដើម្បីធានានូវឯកភាពក្នុងការងារលោកអនុทินនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មាធិការគោលនយោបាយសន្តិសុខព្រំដែនដែលមាននាយករដ្ឋមន្ត្រីក្រសួងការពារជាតិរដ្ឋមន្ត្រីក្រសួងការបរទេសអគ្គលេខាធិការក្រសួងការពារជាតិអគ្គលេខាធិការក្រសួងការបរទេសអគ្គលេខាធិការក្រសួងមហាផ្ទៃអគ្គមេបញ្ជាការកងទ័ពមេបញ្ជាការកងទ័ពប្រដាប់អាវុធនាយកទីភ្នាក់ងារស៊ើបអង្កេតជាតិនិងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិនិងជាសមាជិកគណៈកម្មាធិការនេះគឺដើម្បីពិភាក្សាបញ្ហាសន្តិសុខដែលផ្ទាល់ក្នុងរង្វង់តូចមួយមុននឹងដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិការតាក់តែងបទបញ្ជាកំពុងដំណើរការនៅពេលអនាគតប្រសិនបើមានបញ្ហាឬឧបសគ្គកើតឡើងពួកគេអាចត្រូវពិភាក្សាភ្លាមតែនាំទៅដល់ការដោះស្រាយបញ្ហាបានល្អប្រសើរវាមានលក្ខណៈស្រដៀងគ្នាទៅនឹងមជ្ឈមណ្ឌលប្រតិបត្តិការព្រំដែននៅពេលត្រូវបានសួរអំពីសេចក្តីថ្លែងការណ៍ពីមុនរបស់លោកថាប្រសិនបើកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀងទេនឹងមិនមានកិច្ចប្រជុំ GBC ទេហើយថាតើនេះជាភាពផ្ទុយគ្នាឬយ៉ាងណានាយឧត្តមសេនីយ៍ណាត់បូលបានថ្លែងថា GBC ជួបគ្នាម្ដងទៀតក្នុងមួយឆ្នាំប៉ុន្តែកិច្ចប្រជុំ GBC ចុងក្រោយគឺជាកិច្ចប្រជុំវិសាមញ្ញបន្ទាប់ពីនោះលោកបាននិយាយថាលោកនឹងមិននិយាយអ្វីជាមួយពួកគេទៀតទេប៉ុន្តែកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មីនេះបានចាត់តាំង GBC ឲ្យបន្តលោកបានទទូចថានេះមិនផ្ទុយពីសេចក្តីថ្លែងការណ៍ពីមុនរបស់លោកទេប៉ុន្តែនៅពេលដែលគណៈរដ្ឋមន្ត្រីបញ្ជាលោកត្រូវតែអនុវត្តតាមនៅពេលដែលត្រូវបានសួរថាតើកិច្ចប្រជុំ GBC ខាងមុខនេះនឹងត្រូវបានកំណត់យ៉ាងតឹងរឹងជុំវិញបញ្ហាបានណង់ច័ន្ទដែរឬទេលោកឧត្តមសេនីយ៍ណាត់បូលបានឆ្លើយថាបាទក្រោយការបោះបង្គោលបណ្ដោះអាសន្នការពិភាក្សាត្រូវតែផ្ដោតលើរបៀបជំនះប្រជាជនចេញនៅពេលត្រូវបានសួរអំពីបទបញ្ជាឲ្យកិច្ចប្រជុំរៀបចំនៅកម្រិតខ្ពស់បំផុតដើម្បីឆ្លើយតបនឹងការរំលោភបំពានអធិបតេយ្យភាពបន្ទាប់ពីការបង្កើនកងទ័ពរបស់កម្ពុជានាយឧត្តមសេនីយ៍ណាត់បូលបានថ្លែងថាលោកមិនចង់ចូលទៅក្នុងព័ត៌មានលម្អិតអំពីប្រតិបត្តិការនេះទេបើសិនបើកងកម្លាំងកម្ពុជាឆ្លងកាត់ខ្សែប្រតិបត្តិការច្បាប់នៃការចូលរួមត្រូវតែអនុវត្តជាបន្ទាន់នៅពេលត្រូវបានសួរថាតើច្បាប់នៃការចូលរួមអនុញ្ញាតឲ្យមានការបាញ់ភ្លាមទេប្រសិនបើខ្សែប្រតិបត្តិការត្រូវបានឆ្លងកាត់នាយឧត្តមសេនីយ៍ណាត់បូបាននិយាយថាទី1ការព្រមានដែលពាក្យសម្ដីប្រសិនបើពួកគេរំលោភម្ដងទៀតការបាញ់ព្រមានប្រសិនបើពួកគេរំលោភម្ដងទៀតការបាញ់ផ្ទាល់នាយឧត្តមសេនីយ៍ណាត់បូក៏បានលើកឡើងផងដែរថាតើតើនឹងកម្ពុជាប្រើប្រាស់ឆ្លើយសឹកដែលត្រូវបានដោះលែងដោយប្រទេសថៃឲ្យត្រឡប់ទៅប្រយុទ្ធវិញលោកបានសម្របសម្រួលជាមួយក្រសួងការបរទេសដើម្បីថ្កោលទោសនេះថាជាការរំលោភលើអនុសញ្ញាទីក្រុងសឺណែវក៏ដូចជាអនុសញ្ញាអូតាវ៉ាពួកគេបានរំលោភលើរឿងជាច្រើនហើយពួកគេមិនឲ្យតម្លៃលើរឿងនេះប៉ុន្តែយើងត្រូវតែបន្តថ្កោលទោសវាលោកបានទទួលស្គាល់ថាថៃមិនអាចចាត់វិធានការដាច់ខាតបានទេប៉ុន្តែការថ្កោលទោសនឹងនាំឲ្យកម្ពុជាបាត់បង់ការទទួលស្គាល់និងភាពជឿជាក់ជាអន្តរជាតិលោក
បានបញ្ជាក់ថាឆ្លើយសឹកដែលនៅសល់មិនទាន់ត្រូវបានដោះលែងទេដោយសារកម្ពុជាមិនទាន់បញ្ចប់អរិយភាពរបស់ខ្លួនជម្រាបបងប្អូនទាំងអស់គ្នាសម្រាប់ព័ត៌មានរបស់យើងក៏ត្រូវបញ្ចប់តែត្រឹមនេះសិនសម្រាប់បងប្អូនដែលតាមបាន Subscribe Channel YouTube នេះខ្ញុំកុំភ្លេចណាសូមជួយ Subscribe ម្នាក់មួយដើម្បីតាមដាននូវព័ត៌មានថៃជាបន្តទៀតសូមអរគុណសូមជម្រាបលាសន្យាជួបគ្នានៅវីដេអូក្រោយ